ភាអាមេរិកមានគម្រោងកោះហៅកម្ពុជានិងថៃយកសំណុំរឿងចំនួនព្រំដែនទៅបើកសវនកម្មនៅក្នុងទឹកដីអាមេរិកហើយចាំមើលថាតើថៃមានលេសអ្វីទៀតសមយុទ្ធដែនអាកាសរវាងថៃនិងចិនធ្វើឲ្យអាមេរិកភ្ញាក់ផ្អើលពលរដ្ឋកម្ពុជាគឺជាពូជសាសន៍ដ៏អស្ចារ្យហើយទំនាក់ទំនងដែលកំពុងតែប្រសើរឡើងរវាងលោកប្រធានាធិបតី Donald Trump និងសម្ដេចបវរមហាធិបតីហ៊ុនម៉ាណែតនឹងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសកាន់តែអស្ចារ្យនេះគឺជាប្រសាសន៍របស់លោក Richard McCormick តំណាងរាស្ត្រសហរដ្ឋអាមេរិកដែលបានអញ្ជើញចុះមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងមានឱកាសដ៏វិសេសបានចុះទៅទស្សនកិច្ចនៅក្នុងមូលដ្ឋានជើងទឹករៀមផងដែរនោះលោក Michael Alfaro ដែលតែងតែឈឺចាប់ពេលឃើញថៃឈ្លានពានមកលើទឹកដីកម្ពុជានៅភ្នែកស្រស់ៗនោះបានសរសេរអត្ថបទមួយរៀបរាប់អំពីភាពដ៏អស្ចារ្យរបស់កម្ពុជាដែលដាក់ចំណងជើងបែបនេះថាកម្ពុជាអភូតហេតុតំណាងរាស្ត្រ Richard McCormick រៀបរាប់អំពីឥទ្ធិពលរបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍និងការអញ្ជើញបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់មូលដ្ឋានជើងទឹករៀមដើម្បីជម្រាបជូនពិស្ដារអំពីអត្ថន័យនៃអត្ថបទនេះលោក Michael Alfaro បានរៀបរាប់យ៉ាងដូចនេះថាខ្ញុំបានជជែកតាមទូរស័ព្ទជាមួយតំណាងរាស្ត្រ Richard McCormick ទាំងសមាជិកសភារូបនេះហើយនឹងរូបខ្ញុំដែលសត្វតែធ្លាប់ជាអតីតទាហានម៉ារីនរបស់អាមេរិកគឺមានរឿងដូចគ្នាជាច្រើនដែលត្រូវរៀបរាប់ទូយ៉ាងយើងទាំងពីរទើបតែត្រឡប់ពីការបំពេញទស្សនកិច្ចដ៏មានអត្ថន័យដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជាកាលពីខែមុនមានរឿងជាច្រើនដែលត្រូវរៀបរាប់ជាពិសេសបញ្ហាចិនកំពុងតែបង្កើនឥទ្ធិពលនៅក្នុងតំបន់និងរឿងកម្ពុជាកំពុងតែបដូរគោលនយោបាយបង្កើនទំនាក់ទំនងកាន់តែល្អឡើងជាមួយអាមេរិកសមាជិកសភា Richard McCormick ដែលជាតំណាងរាស្ត្រសម្រាប់សង្កាត់ទី7នៃរដ្ឋ Georgia បានទទួលស្គាល់ថាពិតជាមានការប្រជែងគ្នាផ្នែកសេដ្ឋកិច្ចនិងឥទ្ធិពលរវាងអាមេរិកនិងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលលោកបានរៀបរាប់យ៉ាងលម្អិតបែបនេះថាខ្ញុំទើបតែមើលឃើញព្រឹកនេះអំពីការចុះផ្សាយដែលថាថៃកំពុងតែធ្វើសមយុទ្ធរួមជាមួយចិនវាពិតជាធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងអំពីការធ្វើសមយុទ្ធដែនអាកាសរួមគ្នារវាងប្រទេសទាំងពីរនេះអ្វីដែលតំណាងរាស្ត្រខាងលើបានឃើញជាក់ស្ដែងនឹងភ្នែកនៅក្នុងប្រទេសកម្ពុជាគឺមិនខុសពីអ្វីដែលខ្ញុំ Michael Alfaro បានឃើញផ្ទាល់ភ្នែកនោះឡើយមុនរដូវក្តៅឆ្នាំនេះយើងទាំងពីរបានទៅប្រទេសថៃដោយលោកតំណាងរាស្ត្រ Richard McCormick គឺជាទាហានម៉ារីនដែលចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងថៃគឺសមយុទ្ធ Cobra Gold ហើយខ្ញុំបានចូលរួមបេសកកម្មមនុស្សធម៌ជាមួយអង្គការក្រៅរដ្ឋាភិបាលនិងជាមួយយោធាថៃនៅក្នុងឆ្នាំ2018ទោះជាយ៉ាងណាដំណើរទស្សនកិច្ចរបស់យើងទាំងពីរមកកាន់ប្រទេសកម្ពុជាគឺទើបតែជាលើកដំបូងដូចគ្នាលោកតំណាងរាស្ត្រ Richard McCormick បានប្រាប់